16 ម៉ែត្រ ប្លង់សេមួយស្លឹកកន្លះទឹកខ្មៅមួយយើងអាប់ដេតតម្លៃថ្មីតែ$56,500ទេបងប្អូនណារដ្ឋខេត្តកណ្ដាលគាត់កំពុងធ្វើដាក់លូធំមែនតើពីមុនវាមានលូហើយប៉ុន្តែឥឡូវនេះលូរបស់ខេត្តតែយើងគឺទល់មុខជាមួយ2ស្លឹកកន្លះនេះបងប្អូនណាហើយតម្លៃថ្មីនេះគឺយើងលក់$56,500កាត់ប្លង់ត្រឹម8ចរចាបានតិចតួចទៀតបងប្អូនណាបើនិយាយទៅប្លង់រឹង8ក្បាលដីជូនទៅបងប្អូនចង់បានជាកាត់ជាប្លង់រឹងទៅឈ្មោះបងប្អូនហ្មងក៏បានដែរតែយើងចរចាគ្នាបន្ថែមទៀតបងប្អូនណាអត់មានអីបាក់អត់មានអីខុសទេគឺអាស្រ័យទៅលើលុយទេបងប្អូនណាយកមួយណាក៏បានដែរនេះយើងមើលខាងក្នុងនេះទលាយល្អនេះវាពីតង់ខ្ញុំភ្លេចបង្ហាញបងប្អូននឹងផ្ទះនេះមិនដែលនៅអត់សូវនៅទេបងប្អូនណាម្ចាស់គាត់នៅខេត្តដូចទិញទុកចោលប៉ុន្តែក៏មិនមែនចោលដែរមកមើលថែទាំជាប្រចាំបងប្អូនឃើញទេអត់មានទលាអត់មានអីទេហើយជាពិសេសផ្ទះអត់នៅគឺវាអត់មានការប៉ះពាល់ខូចខាតអត់ប្រឡាក់អត់មានខ្ទេចខ្ទាំទេ16 ម៉ែត្របន្ទប់ទឹកខាងក្រោមនេះទលាយហើយបន្ទប់ទឹកខាងលើ2បន្ទប់គេងខាងលើ2ទៀតណាចដើកាច់ឡើងលើបែបនេះមានចាស់មានក្មេងស្រួលឡើងចុះអត់ពិបាកទេអត់ចោតណាក្រោមចដើស្នៃទៅជាក្លុបដាក់អវ៉ាន់មកឆ្ងាញ់អង្គសម្ភារៈមួយចំនួនយើងអត់ចង់ឲ្យវាញ៉ៃញ៉ៃផ្ទះយើងតើណេះបងប្អូនថែមក្លុបមួយទៀតក៏បានវាស៊ីងលៀងចានព្រោះឲ្យថែមទូឈើខាងលើនេះដាក់អវ៉ៃវ៉ាន់បានឆ្ងាញ់ណាសល់ពីក្រោយ1 ម៉ែត្រជាងមានប្រក់មានដាក់ចម្រឹងកដោចោលបានទេបងប្អូនណាមានសំណាញ់បន្តិចទៀតណាហើយរៀបឥតកសែងយើងអាចប្រើប្រាស់តនេះហាលកៅអៅឬក៏ដាក់ម៉ាស៊ីនបោកគក់មកឆ្ងាញ់សាច់ផ្ទះ16ពីក្រោយ1 ម៉ែត្រជាងអានឹងយើងអត់បានរាប់ចូលទេពីមុខ4 ម៉ែត្រជាងណាបែរទៅកើតផ្ទះនេះអេមែនតើចិត្តខាងយើងនេះមានតសហើយស្រាប់យើងចាក់តសថែមខាងនេះឡើងដបូលឡើងប្លង់សេខាងលើបាន2សន្លឹកទៀតតាមស្តង់ដាររបស់គ្រឹះនៃវាណាបងប្អូននេះផ្ទះយើងបច្ចុប្បន្នគឺបន្ទប់គេងបែបនេះហើយតើយើងមើលទៅឃើញមុខផ្ទះដឹងថាមានភ្ញៀវអីមករកបានមកឆ្ងាញ់ណាបងប្អូនណានេះបន្ទប់ទឹកទលាយរៀបការ៉ូឡើងដល់ជើលើតែម្ដងណាផ្ទះនេះអត់សូវនៅទេនេះមិនមែនថាអត់សូវនៅទេនិយាយទៅអត់នៅតែម្ដងតុបគេងខាងក្រោយតុបទឹកនៅក្នុងនឹងហើយស្រាប់ណាបងប្អូនទលាយល្អតែម្ដងហើយខាងនេះមកមានចដាឡើងលើខ្ញុំជិលបង្ហាញបងប្អូនយើងថែមឡើងលើបាន2ជាន់អាស្រ័យលើគ្រឹះដែលវាមានស្រាប់បច្ចុប្បន្នឡង់សេមួយស្លឹក16 ម៉ែត្របងប្អូនចាប់អារម្មណ៍ធ្វើការតំណែងណាក់មើលទីតាំងបានគ្រប់ពេលតម្លៃចរចាបាននៅបរិយាកាសថ្មីតាក់ម៉ៅមួយ$56,000ចុះ$56,500ចរចា